ខ្ញុំកំពុងស្វែងរកអ៊ំប្រុសម្នាក់ដែលគាត់បានថតរូបភាពក្នុងថ្ងៃសែនព្រេងរបស់ខ្ញុំណាខ្ញុំចង់ជូនសគុណគាត់ខ្លះហើយខ្ញុំពិតជាសពេចសពិលចាំអត់ច្បាស់ថាអ៊ំម្នាក់ណាអញ្ចឹងណាចាជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដោយសារតែខ្ញុំសែនព្រេងរយៈពេល8-9 ឆ្នាំហើយអញ្ចឹងរយៈពេលយូរមែនតើហើយខ្ញុំចាំអត់សូវច្បាស់ទេដោយសារតែសពេចសពិលហើយខ្ញុំចាំបានថាមានអ៊ំប្រុសម្នាក់គាត់កាន់កាមេរ៉ាថតខ្ញុំប៉ុន្តែខ្ញុំអត់ច្បាស់ហើយខ្ញុំព្យាយាមសួរជជែកមួយម្ដាយខ្ញុំដែរអញ្ចឹងណាអញ្ចឹងខ្ញុំគិតថាបើខ្ញុំធ្វើវីដេអូផុសទៅគឺនឹងផ្សាយភាយទៅដល់អ្នកភូមិខ្ញុំគឺគាត់បានឃើញច្រើនគ្នាហើយខ្ញុំសង្ឃឹមថាអ៊ំប្រុសនឹងបានឃើញវីដេអូរបស់ខ្ញុំអូយសូម្បីតែខ្ញុំនិយាយចង់ក្តុកក្តួលចង់យំបងប្អូនប៉ុន្តែខ្ញុំនឹងព្យាយាមសម្រួលអារម្មណ៍និងនិយាយឲ្យបានល្អនៅក្នុងវីដេអូនេះដោយសារតែរូបភាពទាំងអស់នោះបងប្អូនទើបធ្វើឲ្យខ្ញុំមានការខិតខំប្រឹងប្រែងចាដោយសារតែរូបភាពមួយហ្នឹងចាវាដក់ជាប់ក្នុងបេះដូងខ្ញុំហើយក៏មានពាក្យពេចន៍មើលងាយមើលថោកជាច្រើនអញ្ចឹងវាមានភាពជូរចត់ច្រើនណាបងប្អូនប៉ុន្តែក៏ដោយសារតែរូបភាពមួយសន្លឹកនេះដែរធ្វើឲ្យខ្ញុំមានថ្ងៃនេះដោយសារតែពាក្យមើលងាយទៅធ្វើឲ្យជីវិតខ្ញុំផ្លាស់ប្ដូរ180ដឺក្រេចាអញ្ចឹងសម្រាប់ខ្ញុំនៅពេលដែលខ្ញុំបានមកដល់ចំណុចល្អហើយខ្ញុំក៏ចង់សងគុណខ្ញុំគិតថាខ្ញុំត្រូវចេះដឹងគុណចេះសងគុណទៅជីវិតមួយនេះអាចនឹងរីកចម្រើនលូតលាស់ទៅមុខបានល្អអញ្ចឹងណាបងប្អូនហើយនេះជាអ្វីដែលខ្ញុំតែងតែធ្វើខ្ញុំតែងតែប្រកាន់ខ្ជាប់តាំងពីក្មេងមកដល់ឥឡូវបងប្អូនជីវិតខ្ញុំអត់ដែលធ្លាក់ចុះទេមានតែឡើងប៉ុន្តែឡើងដោយភាពសុចរិតបងប្អូនចាភាពស្មោះត្រង់ខ្ញុំយកភាពស្មោះត្រង់ជាគោលហើយខ្ញុំនិយាយដោយភាពស្មោះត្រង់ពីចិត្តខ្ញុំហ្មងគឺខ្ញុំអត់មានទៅប្រកាន់ទោសបីអ្នកដែលគាត់មើលងាយខ្ញុំពីមុនអ្នកដែលគាត់អត់ដឹងអ្នកដែលគាត់ដូចថាចេះតែតាមគ្នាចាជជែកពីមាត់មួយទៅមាត់មួយអញ្ចេះអញ្ចោះពីខ្ញុំអីហ្នឹងគឺខ្ញុំអត់បានខឹងសម្បាគាត់អីទេប៉ុន្តែគ្រាន់តែខ្ញុំមានអារម្មណ៍មួយថាមនុស្សខ្លះគ្រាន់តែស្ដាប់គេតែម្ខាងគាត់ក៏វិនិច្ឆ័យយើងនិយាយមិនល្អពីខ្ញុំអីចឹងណាឬក៏មើលងាយប្តីខ្ញុំអីចឹងទៅហើយដោយបងប្អូនច្រើនតែងតែលើកមកថាអូខ្ញុំនឹងអួតប្តីតាមពិតបងប្អូនអត់ដឹងទេថារឿងរ៉ាវនៅពីក្រោយខ្នងការអួតប្តីរបស់ខ្ញុំនឹងសិតតែមានរឿងហេតុមានដើមតងអញ្ចឹងបងប្អូនពីមុនមកប្តីខ្ញុំគាត់សែនព្រេងអញ្ចឹងបងប្អូនដឹងហើយអ្នកដែលគាត់ឃើញសភាពយើងអញ្ចឹងគឺគាត់គិតថាយើងក្រីក្រប្តីខ្ញុំអត់ប្តីខ្ញុំអាវ៉ាសែប្តីខ្ញុំដូចថាខ្ចាត់ប្រវត្តិអញ្ចឹងណាប៉ុន្តែបងប្អូនខ្ញុំចង់ប្រាប់បងប្អូននៅក្នុងវីដេអូនេះដូចគ្នាប្តីខ្ញុំគាត់មានការងារមានផ្ទះសម្បែងមានអគារអកពីឪពុកម្ដាយប្តីខ្ញុំគាត់កូនតូចហើយមូលហេតុដែលខ្ញុំតែងតែអួតពីប្តីខ្ញុំដោយសារតែខ្ញុំឃើញថាមានមនុស្សជាច្រើនគិតមិនល្អគិតអវិជ្ជមានពីគាត់អញ្ចឹងណាអញ្ចឹងបានខ្ញុំចេះតែអួតពីប្តីខ្ញុំព្រោះដោយសារប្តីខ្ញុំល្អមែនបងប្អូនគាត់គឺគាត់ស្រឡាញ់ប្រពន្ធកូនណាគាត់ជាឪពុកល្អប្តីល្អអញ្ចឹងណាខ្ញុំអត់ចង់ឲ្យមានការយល់ច្រឡំទៀតទេហើយក្នុងនាមខ្ញុំជាប្រពន្ធក៏ខ្ញុំត្រូវតែការពារកិត្តិយសគ្រួសារខ្ញុំអញ្ចឹងណាបងប្អូនហើយខ្ញុំក៏អត់មានបានខឹងសម្បានឹងពួកគាត់ទៀតដែរក្នុងពេលបច្ចុប្បន្ននេះហ៎ប៉ុន្តែការពីមុនខ្ញុំមានអារម្មណ៍ថាឈឺចាប់ប៉ុន្តែភាពឈឺចាប់ទាំងអស់នោះធ្វើឲ្យខ្ញុំកាន់តែខិតខំប្រឹងប្រែងធ្វើឲ្យខ្ញុំកាន់តែជោគជ័យដោយសពថ្ងៃនេះអញ្ចឹងហើយនេះដូចជាមេរៀនមួយនៅក្នុងជីវិតរបស់ខ្ញុំអញ្ចឹងខ្ញុំនឹងយកពាក្យមើលងាយទាំងអស់នោះមកផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងកាន់តែមើលងាយខ្ញុំកាន់តែខំប្រឹងប៉ុន្តែខ្ញុំអត់យកពាក្យមើលងាយទាំងអស់នោះមកទុកជាគំនុំទេព្រោះដោយភ្លើងដុតខ្លួនឯងអញ្ចឹងខ្ញុំក៏ចង់ចែករំលែកទៅកាន់បងប្អូនជំនាន់ក្រោយដូចគ្នាឲ្យខិតខំប្រឹងប្រែងកុំបាក់ទឹកចិត្តនៅពេលដែលមនុស្សណាម្នាក់មិនឲ្យតម្លៃយើងមិនឃើញតម្លៃយើងឬក៏មើលងាយយើងអញ្ចឹងណាជីវិតយើងមិនចប់តែត្រឹមនេះទេបងប្អូនដូចជីវិតខ្ញុំអញ្ចឹងខ្ញុំតស៊ូខ្លាំងណាស់ហើយនឹងគ្រាន់តែជាបទពិសោធន៍មួយផ្នែកទូចដែលខ្ញុំលើកយកមកនិយាយឯងជីវិតខ្ញុំមួយនេះតាំងពីក្មេងមកខ្ញុំជាក្មេងស្រីម្នាក់ដែលតស៊ូខិតខំប្រឹងប្រែងចិញ្ចឹមគ្រួសារផងម្ដាយផងនិងប្អូនរៀនជាចុងក្រោយខ្ញុំចង់និយាយថាមានតែការខិតខំប្រឹងប្រែងអត់ធ្មត់តស៊ូឯទើបជីវិតយើងនឹងល្អប្រសើរ